បាទគឺរបៀបសូត្រទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទសូត្រសាស្ត្រក្នុងពេញសាវរីសូត្រស្វាគមន៍អស់លោកលោកស្រីនាងកញ្ញាដែលបានចូលរួមទេសនាការស្ដែងទាំងអស់ហើយពេលវេលាដែលទស្សនិកជនអង្គុយរឹងរងចានោះបាទពេលនេះក៏បានឈានចូលដល់ហើយតែមុននឹងចូលដល់ការស្ដែងរបស់បងប្អូនរបស់យើងខ្ញុំបាទយើងខ្ញុំក៏មានតួស្ដែងចំនួន1រូបគាត់បញ្ចេញមកបានស្លាកដើម្បីពុទ្ធកិច្ចស្វាគមន៍ជូនដល់ទស្សនិកជនทุกคนផងដែរបាទពេលនេះក៏បានទស្សនិកជនអង្គុយទៅរងចាំយូរបាទក៏សូមទៅដៃខ្លាំងខ្លាំងជូនដល់បាទឥឡូវនេះក៏កំពុងតែធ្វើបណ្ដាឡើងទៅហើយទស្សនិកជនចាំមើលតត្រង់នេះយើងក៏ធ្វើហើយទេបាទពេលនេះដល់បងលឿនទីបាទការស្ដែងចម្រុះសូមស្វាគមន៍ប្រិយមិត្តវិលតាមមាធីនិមន្តបាទអរគុណច្រើនសម្រាប់ការតែដៃរបស់ទស្សនិកជនផងដែរបាទយើងឃើញថាដាបូទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅខ្លាំងមែនទែនបាទបើខ្លាចយ៉ាងស្រស់ស្អាតតែម្ដងបាទពុកម៉ែបងប្អូនបន្ទាប់ពីបានទទួលកិច្ចស្វាគមន៍រួចរាល់ហើយបាទជាបន្តទៀតទស្សនិកជននឹងបានជួយដល់បងប្អូនរបស់យើងខ្ញុំរូបទៀតផងដែរហើយក៏នឹងមកផ្នែកសមាធិរបស់គាត់គឺការដើរខ្វែងមកគោផងដែរដូច្នេះខ្វែងខាតពេលយើងក៏សូមជួបជាមួយនឹង Mr. Boy បាទឈ្មោះសុទ្ធតែ Mr. Boy បាទអូបើស្អែកបងកពណ៌ដូចលោកគ្រូទៀតបាទស៊ីគ្នាមិនតែថ្ងៃនេះបាទហើយថ្ងៃនេះក៏មកបានសមត្ថភាពរបស់គាត់ដូចយើងជំរាបអំបញ្ញអញ្ចឹងបាទគឺការដើរខ្វែងមកគោផងដែរហើយចាំមើលការដើរខ្វែងមកគោរបស់គាត់លោកគ្រូគាត់តាផងដែរថាមកហើយមកគោណាមួយដួលទេអត់មែនទេលោកគ្រូអត់មែនទេដឹងអូខេគ្រូរៀបចំហើយណាអូខេបងគ្រូចាំឲ្យសូមជួយដល់ការទីកន្លែងអត់គឺស្ដីយើងរងចាំមើលទាំងអស់គ្នាខូចណាស់បាទអរលោកគ្រូរាប់ជើងបាទ1 2 3បាទសូមអញ្ជើញអីយ៉ាទូលុយបាទ2បាទលោកគ្រូអត់ត្រឡប់ទៅវិញអូចាឲ្យលោកគ្រូអត់ទៅហូតទេទូល2បាទណាអូអត់ហើយអត់ប្រាប់ទស្សនិកជនឲ្យទូល1ផងឥឡូវទូល2មិនស្ទប់ចិត្តបាទឥឡូវសូមម្ដងទៀតបាទទូល2អត់ទូល3បាទអស់សាស្ត្រ3លោកគ្រូបាទ1 2 3សូមអញ្ជើញតាមមកហើយអីយ៉ាអត់ទូទេហ่าត្រឡប់ទៅវិញអើទៅកូនស្វែងមកគូអត់មិនទេអបកសូនស្ដីទៅដៃក្រាំងជូនដល់ Mr. Boy របស់បាទអរគុណច្រើនទស្សនិកជនបាទថាការស្វែងមកគូរបស់គាត់បាទគាត់ទៅលុយពេកបាទយូររបស់គាត់ទៅតែ6ថ្ងៃទេនឹងការដើរស្វែងមកគូរបស់ Mr. Boy ក៏មិនបានល្អដល់ឡើយដែរហើយតារាគឺតែរះបាទរះពីទាំងឥឡូវរីករាយជាមួយបាទអរគុណច្រើនគឺសូមអញ្ជើញទៅសម្ដែងក្នុងបាទដើម្បីបងប្អូនរបស់យើងខ្ញុំមកសម្ដែងជាបន្តពីផងដែរបាទទូផ្នែកបងប្អូនបន្តពីបានទស្សនាការស្ដែងពីសមត្ថភាពរបស់ Mr. Boy យើងរួចរាល់ហើយបាទជាបន្តទៀតទស្សនិកជននឹងបានជួបនៅកម្ពុជាបាទដ៏អស្ចារ្យវិញដោយការបង្ហាញសមត្ថភាពរបស់គាត់គឺការលេងបាល់វ៉ូឡេផងដែរដូច្នេះមកខាងពីយូបាទក៏សូមជួបជាមួយនឹង Mr. OJបាទនេះហើយគឺជា Mr. OJ បាទចេញមកជាមួយនឹងគ្រូសិល្បៈផងដែរហើយក្នុងថ្ងៃនេះបាទ Mr. OJ របស់គ្រូគាត់នឹងបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់គាត់នោះគឺការលេងបាល់វ៉ូឡេនេះផងដែរបាទពុកម៉ែបងប្អូនដឹងហើយថាការលេងបាល់វ៉ូឡេរបស់មនុស្សយើងណាគាត់តែយកដៃទៅលេងឬគឺឧបករណ៍ទៅលេងតែមិនដឹងថា Mr. OJ របស់គ្រូនេះគាត់ប្រើផ្នែករាងកាយពីណាទៅលេងទៅទេបាទគ្រូអូសូមបង្ហាញយកតែម្ដងនេះគឺស្នេហ៍ជនរងចាំមើលទាំងអស់គ្នាអ្នកគ្រូត្រៀមណាអូខេអរពុកម៉ែបងប្អូនរងចាំមើលទាំងអស់គ្នារាប់ជឿបាទ1 2 3បាទសូមអញ្ជើញអ្នកគ្រូហួរហើយបាទយ៉ាងមិនចេះបាទសង្ស័យដែរគេតកសូមទៅលេងតែដៃទេដឹងអូសូមទៅលេងតែដៃទស្សនិកជនបាទសូមទៅលេងតែដៃមួយសិនអូតើតើបានលេងតែដៃសូមអញ្ជើញលោកចាស់អីយ៉ាអត់បែកនេះក៏បានបែកទស្សនិកជនបែកហើយនេះណាទាំង6ក្រមដៃម្ដងបាទអូចេះពិតជារឹងមាំមែនទែនទស្សនិកជនបាទអ្វីប៉ុន្តែគាត់ក៏មានកាយសម្បត្តិដូចមនុស្សយើងក៏ប៉ុន្តែគាត់ប្រើផ្នែកសម្បត្តិប្រើផ្នែកបាទរបស់គាត់ក្នុងការលេងបាល់វ៉ូឡេផងដែរហើយការវឹកហាត់របស់គាត់ថាប្រើរយៈពេលទៅតែ2ខែទៅទេគឺជួយមិនលើអត់អីណាអូខេតោះទៅស្ដាប់ក្រោយសិនបាទដើម្បីបងប្អូនរបស់យើងខ្ញុំមកសម្ដែងជាបន្តផងដែរបាទទស្សនិកជនបន្តពីបានទស្សនាការស្ដែងពី
ភាពច្បាស់បីរបស់ Mr. Ojek ជួយដល់ហើយបាទជាបន្តទៀតទស្សនិកជននៅបានជួបលោកបងប្អូនរបស់យើងខ្ញុំចំនួន2រូបពីផងដែរហើយក្នុងការបង្ហាញសមត្ថភាពរបស់គាត់នឹងសម្ការលោករងតាមគ្នាបាទជំរឿនថាការសម្ដែងរបស់គាត់មានលក្ខណៈយ៉ាងណានិងរូបសម្រាប់របស់គាត់ទាំងពីររូបបាត់មករូបទៅណាមកហើយអូនៅខាងក្នុងបាទអត់ទុយតូចមកតែទស្សនិកជនអូយតែគ្រូបានមកខែហ្នឹងអាយុមកខែទៅបាន6ខែទេបាទហើយមកបង្ហាញសមត្ថភាពអីហ្នឹងហើយដល់ទឹកដល់គួយហ្នឹងគ្រូបាទតែដែរគ្រូនឹងសាក់បាទដល់អាចសាក់នេះគ្នាអត់ចង់ដឹងពីសមត្ថភាពគាត់តែដល់គ្រូដល់សូមអញ្ជើញទៅកាន់ទីកន្លែងបាទបងបាទស្រួលតែដល់លោកគ្រូរកជឿបាទ 1 2 3បាទឡើងទៅអីយ៉ាលោតមកហើយអាលេខខូចទៀតលេះអាចចាំឲ្យគ្រូវិញគ្រូគាត់ចៃដល់តែពីរៀនទេដល់ហើយអូអាវត្តមករៀនវិញហ្នឹងបាទអសុំលេងតែដៃខ្លាំងជឿនដល់កញ្ញាទាំងពីររូបពីមួយបាទទស្សនិកជនតូចពេកបាទសមត្ថភាពរបស់គាត់ក៏មិនតឡើយតែបាទលោកគ្រូអត់សមត្ថភាពណាបាទបងអរសូមអញ្ជើញទៅសាលាខ្ញុំសិនអូយតូចពេកបាទហើយមកតែទឹកក៏មិនតដែរបាទទស្សនិកជនបន្តពីបានទស្សនាចំនួន3 ឈុត 3 ឆាកជាងដូចដល់ហើយបាទបន្តពីបានទស្សនាហើយមកយាយកញ្ញារីលីកញ្ញាសុណាហើយចូលទៅក្នុងចាប់បាទទៅក្នុងសិនបាទលីលីបាទទៅក្នុងណាតាមសិននេះចៃជឿដល់ពេលចូលដល់យ៉ាប់បាទទៅខាងក្នុងសិនលីលីទៅខាងក្នុងសិនបាទបាទថាគ្រូបំផុតរបស់គាត់អត់នៅបាទទៅបាទហើយទៅដល់ណាទេថ្ងៃនេះបាទពុកម៉ែបងប្អូនបន្ទាប់ពីបានទស្សនាការសម្ដែងរបស់កញ្ញាលីលីនិងកញ្ញាសុណាយើងរួចរាល់ហើយបាទជាបន្តទស្សនិកជននឹងបានជួបនៅកូនសាស្ត្ររបស់យើងចំនួន2រូបថែមទៀតផងដែរហើយក្នុងការបង្ហាញសមត្ថភាពរបស់គាត់នោះពិតជាល្អប្រកបឡៃមែនតើតែមុននឹងបង្ហាញសមត្ថភាពរបស់គាត់នោះបាទសូមឲ្យស្ការីរបស់យើងខ្ញុំជួយយកឧបករណ៍មកខាងមុខសិនបាទចាំមើលឧបករណ៍យើងនេះហើយជាឧបករណ៍បាទសម្រាប់ Mr. Bobo និងកញ្ញាដល់ខេត្តផងដែរហើយសម្រាប់បង្ហាញសមត្ថភាពរបស់គាត់នោះគឺការតោកបង្គោលបំពេញបាទពិតជាល្អមើលមែនទេបាទជុំឆាកមួយនេះបាទលោកគ្រូបាទសូមជួយយកបាទលើឧបករណ៍របស់យើងបាទរៀបចំរួចទៅបាទរួចរាល់ហើយបាទគេថាល្អមើលដែរឥឡូវនេះមកការធ្វើយើងក៏សូមជួបជាមួយនឹងកញ្ញាក្នុងខេត្តនិង Mr. Bobo វិញម្ដងអូវាអន្តរៈមួយមកទៀតបាទគួរឲ្យចាត់ឲ្យមែនតើកញ្ញានៅខាងលើបបោត្រៀមឲ្យលើគ្រូទស្សនិកជនរងចាំមើលណារកជឿបាទ1 2 3បាទសូមអញ្ជើញអាយ៉ាយ៉ាងម៉េចយ៉ាងណាយេបាទបងប្អូនលោកកូនអត់បានមួយជុំហើយបាទជាបន្តទៀតបាទអត់បាន2ជុំហើយនៅប្រហែលជុំទៀតលោកគ្រូហើយហត់អីដឹងអូបាន3ជុំហើយនៅ2ជុំទៀតអត់ចង់ធ្វើទេបាទទីបន្តទៀតបាទអត់បាន4ជុំហើយបាទសូមលេងដៃខ្លាំងជូនដល់ Mr. Bobo វិញបាទហើយកញ្ញានៅខាងលើមកជាប្រណែបាទសោះព្រៀបខ្លាំងបាទអរគុណលោកគ្រូសូមអញ្ជើញទៅស្ដាប់ខាងក្នុងសិនបាទមកជុំមកឆាកនេះខ្ញុំក៏វាយមែនតែទស្សនិកជនបាទកញ្ញានៅខាងលើបាទនៃស្អប់ពេកខ្លាចតែធ្លាក់បាទទស្សនិកជនបន្តពីបានទស្សនាការសម្ដែងរបស់យើងខ្ញុំចំនួន4 ឈុត 4 ឆាករួចរាល់ហើយបាទជាបន្តទៀតទស្សនិកជននឹងបានជួបនឹងគ្រូទូទាយវិញម្ដងពុកម៉ែបងប្អូនធ្លាប់ឃើញថាអកសបាទគ្រូទូទាយឥឡូវស្នៃសាស្ត្ររបស់យើងក៏មានអ្នកគ្រូទូទាយមួយរូបផងដែរហើយក្នុងការបង្ហាញសមត្ថភាពរបស់គាត់គឺការទូទាយបាទអត់ខាងដល់របស់ខ្ញុំបាទឥឡូវនេះដល់ការធ្វើយើងបានសូមជួបជាមួយនឹងកញ្ញាអូឡាទេបាទនេះហើយបាទសូមដូចគ្នាបាទហើយខាងក្រៅហើយចេញមកជាមួយនឹងគ្រូសិល្បៈផងដែរហើយក្នុងការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់គាត់នោះគឺដូចជាមួយឆ្លាតរបស់គាត់នោះគឺការទូទាយពុកម៉ែបងប្អូនពិតជាល្អមើលមែនតើតែមុននឹងបង្ហាញសមត្ថភាពរបស់កញ្ញាអូឡាទេបាទត្រូវការទស្សនិកជនចូលរួមលេងចំនួន5រូបផងដែរបាទគ្នាណាបាទមានលើកដៃដើម្បីចូលរួមលេងហ្គេមជាមួយនឹងកញ្ញាអូឡាទេបាទឈុតឆាកមួយនេះដែរតើមានទស្សនិកជនចូលរួមឡើងលេងហ្គេមជាមួយនឹងកញ្ញាអូឡាទេទើបមានបង្ហាញសមត្ថភាពបាទតែមិនជូរទេបាទតែមួយផ្លែទេ
đây và đồng thời tôi xin được chúc và tôi luôn là người bằng đại bạn miên thì đó bác và tôi chỉ muốn phi luôn bay luôn trên các bạn đây bạn và xong phi luôn thì các bạn sẽ thuộc vào những trong miên chỉ muốn ram và cho lần quỳ ra các bạn lại ngồi trong chơi của con và tuân ra và ca là nên mà na và được phi luôn thì nó ba xong phi luôn thì nó và miên thế đó hạt miên đấy đó và bom giấy mà xong chơi mà lăng lớn và mà kháng này các bạn và kháng vào các bạn xong ở trong cho rất là mà kháng một rất là học đi sân dân mà kháng một sân phút sân Việt mà một sân luôn và mà kháng một sân và cho sân và ok và mà kháng một sân và học về sân và bây giờ buồn rút các bạn đây nhé và Yesu và Abu và ok và thầy làm bên ly đấy sẽ không là do cái nhà là gì đó nè không phải không có mang đi rồi rồi các tôn tí nữa mùi ở trên lúc buông không là xin cả nhà là thế lúc buông không là do xin hả xin và tỏ lý đây đang xin trên lúc buông không á không cho bom đấy không xin hả và tỏ lý đây có đăng vào là giả đọc viên chuyên chính trị và ta không là xin cả nhà là tê ở đây có đồ giặt trái nhé buồn nè tên nhưng mà nè chưa rung lên tại làm lên những cho bạn trong qua nè môi là bắt xong chơi sân bạn lối xong chơi mà nè môi là sân và chọn ca sân đấy cũng mai một ôn ai nhiều mình các bạn cứ chịu con đã tiếp tới mình nào là đây các bạn đại bà đã bắt con mai các bạn đặc biệt là đấy và cũng sai bắt xong chơi sân này miền đấy mà đi ok xong chơi mà là sân nữa ok mà xong chơi sân và chọn ca sân tay từ xin cái chưa lần chơi nhiều win các bạn đi gặp to chỉ cả thiết là bay lưng chỉ cả cái sân to cái nhà là tây các bạn còn đây và cũng mà xong chơi sân đặt cả các bạn đấy ở đây đi và mơ mà khả năng đọc nên từ xin cái chơi vừa thay cái nhà là tây nhưng họ gặp cắt sân thì nhưng mà có thông tin mình mà đó thì cứ mũi phi vậy mà đây cứ ok đó lên từ cạnh năm ở bên lông mới á chân bóng ra bóng xây và xong rồi trên hàng trái không thì áp về sân cả và bạn không nâng bước nâng lên đây đó bạn không được áp mới bạn chuyện bạn không bạn làm lời bất và không lọc bạn và áp biên ấy đôi tiên nâng nâng và áp biên ấy đây và còn đã phải cho bạn ở buôn chuyên mới khả năng điểm đúng chuyên bạn mới khả năng mua điểm mới khả năng bạn nâng lên đây áp biên ấy tê và lên lui nhưng mà lui cu và lui cu càng sân lên lui cu su cái sợi chặt mặt phía ở buôn nè tại làng lui đứng lạnh tay một không được tê chân không được vào nó lui cu lạnh không mới nát cho lui được vào nó đã không mùi ăn bàn tay một không được tê và su nia ba sợi chặt mặt nia bàn tay một không được tê và lạnh không thì mình bán và su nia và lui cu sợi chặt không mới nát đó ok đấy sợi chặt một không mới nát đấy ok nằm lên á và dẫn con làm ở lên đi con đặt mặt thô với tôi này cái chân và đặt cổ thô cái nhà là tết chạy máu tôi tin không mới nát bắt đầu là chân là bây giờ càng phải chất hỏi con này là mình không được tê và cho mình thật buồn nè còn cho mình mà dân gì cái nhà là tê tôi tin không mới nít và này là cái nhà là tê chạy đây mà tôi tin không mới nít thì này là cái nhà là tê thì nghe nghe chắc là tôi trả lời của bạn xong mình chơi tới bạn hàng khảo tân rồi trả lời cái nhà là tê và tôi tin trái lời ở đó là tôi nè tôi trả thằng em bao nhiêu cái là phân năng có thể từ này cái chân đời còn là nó lấy giờ lui còn lẹ cái nhà là thế cái thầy nó còn thì sẽ quay rồi một ngày chấm mười phải học thế và thầy nó từ tiền tới đưa mình tay và mà tới cho nên mình khó chạy và cứ số mình chui vô nhà là thế trên vòng hàng cây và mời là từ tiền tới như mình tới và khi lạc quay nó bọc và học tiền tới như mình tới và lời cái gì dùng mình tay và từ này cái chân là quay nè và hàng từ tiền lời xa cho môi mẹ cứ tung tiền bao nhiêu nhau xuống tăng tiền rồi thì mình đã đọc tiền rồi thì mình lại bảo lại cứ đâu trước à môi phi bay bà số mình chơi công ty perman công ty perman như này cái chơi bà đồng trang mới tặng kia sáng say bạn đài chào bà công ty có cái của mấy tư tất cả cho ca từ nãy mới tung tiền tới bà còn áo gì vậy lời sau một đồng tiền lời có những mặt thừa lý như này cái chơi một đồng tiền còn 10 tên à
ទូទីខុសទេដែរទស្សនិកជនបន្តនេះគឺជាវគ្គមែនតើហើយបាទរាប់ជូនបាទ1 2 3បាទសូមអញ្ជើញបាទអបទីប្រមាធំទីប្រមាបាទទូទាត្រូវឬក៏មិនត្រូវគ្រូទូទាត្រូវឬមិនត្រូវទស្សនិកជនបាទធំមួយនឹងក៏សូមថ្មីនៅដៃខ្លាំងជូនដល់កញ្ញាអូឡាទេមួយក៏បាទមានដល់ការសម្ដែងថាទស្សនិកជនក្តារប្រាក់នេះទស្សនិកជនអញ្ជើញយកវិញឬក៏តទីដាក់ធីមដល់កញ្ញាឡាទេដែរបាទតទីកញ្ញាឡាទេបាទអរគុណច្រើនសម្រាប់ការផ្ដល់ជាដាក់ធីមដល់កញ្ញាឡាទេបាទអ្នកគ្រូបាទសូមអញ្ជើញយកហើយប៉ុណ្ណឹងក៏បានកាហ្វេមួយកែវដែរបាទអរគុណច្រើនមែនទែនសម្រាប់ការផ្ដល់ជាកតិប្រាក់រង្វាន់ជូនដល់កញ្ញាអូឡាទេផងតាបាទទស្សនិកជនបន្តពីបានទស្សនាភាពក្នុងក្រុមអនឡាញក៏ដូចជាភាពវៃឆ្លាតរបស់កញ្ញាអូឡាទេយើងជួយរាល់ហើយបាទជីបន្តទៀតទស្សនិកជននឹងបានជួបនៅ Mr. John វិញម្ដងហើយគឺគាត់នឹងឡើងលើធំទាំងពីរនេះបាទលុបចូលកងទី2ផងដែរហើយកម្ពុជាខ្ពស់មែនទែនទស្សនិកជនថែមកង2ផងដែរអរអ្នកគឺសូមអញ្ជើញយក Mr. John ចេញមកខាងក្រៅកុំច្រឡំទស្សនិកជនចរតាមពោឬចរទីណាឲ្យសោះបាទអត់ចរទៅបីយើងទេបាទតែមានបន្ទូសាស្ត្ររបស់យើងបាទអ្នកគ្រូរាប់ជួន1 2 3បាទឡើងហើយលើកសញ្ញលើកហើយណាបាទលោកយ៉ាងស្ទាត់ជំនាញតែដល់ទស្សនិកជនបាទបំបែកមកទៅផ្ទាល់បន្តិចបាទមិនដឹងថាបាក់ថៃឬមួយក៏បាក់កោទេបាទហើយ Mr. John នេះបាទមានអាយុបាទ3ឆ្នាំជាងហើយដំណើររបស់គាត់គឺនៅក្នុងសួនសត្វនេះឯងហើយសមត្ថភាពរបស់គាត់ក៏ថាអស់ទស្សនិកជននៅមួយឈុតមួយឆាកទៀតបាទហើយឈុតនេះព្រឺមួយមែនតើបាទឈុតនេះគឺកងតែមួយទេហើយកងនេះក៏មានភ្លើងផងដែរកងច្រឡំថាភ្លើងចរទស្សនិកជនភ្លើងបាក់សម្បត្តិគឺភ្លើងមែនតើផងដែរទស្សនិកជនរងចាំមើលដំណើរភាពទៀតបាទនឹងថាការីរបស់យើងខ្ញុំគាត់នឹងយកភ្លើងមកក្នុងមុខហើយអរអ្នកគ្រូក៏ណាទៅភ្លើងបានមកបងបងលូតទៅទេអត់ចូលណាលូតតមានលើមកបណ្ដាលូតមិនរួចទេឲ្យអ្នកគួរលូតវិញដល់បាទទៅតដល់ដាក់ចែកណាតែកាលនេះអត់មានលេខសល់កង2ណាសានេះកងភ្លើងទៅចរយកទៅចែកឆែករូបរូបបងខ្មៅមកអត់មួយជប់ភ្លើងចេញមកបាទមកហើយទៅចរលើកហើយនេះណាអត់ជួយមើលអីទេអូយឆ្នៃទៅបាយទស្សនិកជនអត់ទៅស្ដារឆ្នោឈៀមឡប់តែទៅហើយតនសមត្ថភាពរបស់យើងខ្ញុំជាបន្តគឺ Mr. Bobo វិញម្ដងហើយគាត់មកលុបកងភ្លើងដូចជា Mr. John ផងណាហើយទៅបាត់តាណាផងហើយ Mr. Bobo ហើយហូតតាណាវិញទស្សនិកជនលឺលេចេញមកអត់នេះណាមកBobo 1 2 3ហើយធ្វើអីដែរអូភ្លើងអីមកមកភ្លើងអាហ្នឹងមកអេលឿនគ្រូចាំ1 2 3លើកហើយនេះណាបាទតើសូមទៅនេះតែខ្លាំងជូនដល់បោវិញមកបាទអរគុណច្រើនសម្រាប់ការចាត់ដៃរបស់ភ្ញៀវវេទិកាផងដែរឥឡូវគ្រូសួរមកថាមិនដែរនឹងភ័យឬក៏មិនភ័យដែរគ្រូថាមិនគ្រូពូហ្នឹងចាំហៅគ្រូបើពូនឹងតែបោអីបោចេញលឿនវិញទស្សនិកជនបានណែនាំជីវិតរបស់បោឲ្យបានដឹងបាទបោមានអាយុ6ឆ្នាំហើយដំណើររបស់គាត់ទៅប្រកបគឺនៅប្រទេសអង់គ្លេសនោះហើយក៏នៅរុស្ស៊ីមកនៅសួនសត្វក្នុងពីរបស់យើងបាទនៅតាំងពីតូចមកផ្លេចអាយុ7ថ្ងៃបាទហើយដល់លើ6ឆ្នាំបាទយូរមែនតើហើយការស្នេហ៍ឈុតឆាកជាបន្តនេះបោមកលើកទៅកងទាំង3នេះវិញដល់លោកគ្រូត្រៀមហើយនៅមកត្រៀមឲ្យស្គមអញ្ជើញទៅកាន់ទីកន្លែងរាប់ជូនបាទ1 2 3បាទកងទី1កងទី2កងទី3បាទកងទី2កងទី1បាទក៏សូមលេងទៅដៃខ្លាំងជូនដល់បងប្អូននិងលោកគ្រូបន្តរបស់ជួយមកបាទលោកគ្រូបន្តជំរាបសួរទស្សនិកជនមួយមើលបាទខោបាត់ទៅណាយូខោសៅបាត់ទៀតបាទខោមានតែមួយឯងអូបាទលុយតិចទៀតបាទពុកម៉ែបងប្អូនការស្ដែងស្នាប់របស់របស់យើងខ្ញុំក៏បានឈានដល់ទីបញ្ចប់ផងដែរហើយក៏អរគុណទៅកាន់ទស្សនិកជនទាំងអស់បាទដែលបានអញ្ជើញតាមដានការស្ដែងរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមជូនពរទៅកាន់ទស្សនិកជនបាទរកស៊ីទទួលទានមានបានជាពិសេសនោះពុកម៉ែបងប្អូនត្រឡប់ទៅខាងវិញប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នាបាទខ្ញុំបាទរួមជាមួយក្រុមការងារ
សូមមកគោរពនិងសូមគោរពលាបាទទស្សនិកជនអាចជួយចោលក្នុងរូបជាមួយលោកអូនស្ដាប់របស់ខ្ញុំមួយរូបណាក៏បានដែរបាទឬក៏នៅសូមដល់ជាកាធីបរបស់ដល់គ្រូរបស់ខ្ញុំមួយរូបណាក៏បានបាទសូមជឿ